សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនអ្នកទាំងអស់គ្នាឃើញពី vlog នៅ Sydney ប៉ុន្តែវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្ទូចត្រីជាមួយខ្ញុំម្ដងនៅនេះនៅពេលណាដែលយើងចង់ស្ទូចត្រីអីយើងត្រូវតែមានទូកផ្ទាល់ហើយទូកហ្នឹងត្រូវតែធានាថាមានផ្លាកលេខមានអីត្រឹមត្រូវអញ្ចឹងណាការធ្វើដំណើរពីផ្ទះទៅកន្លែងស្ទូចត្រីហ្នឹងគឺឆ្ងាយមែនតើហើយយើងត្រូវធ្វើដំណើររៀងយូរដែរឆ្លងកាត់វាស្មៅឃើញគោឃើញសត្វឃើញអីច្រើនហើយទេសភាពគឺពណ៌បៃតងស្អាតមែនតើនៅពេលដែលយើងទៅដល់កន្លែងនោះគឺយើងត្រូវរកកន្លែងចតឡានរបស់យើងហើយនៅពេលដែលចតហើយត្រូវយកទូកដែលយើងដឹកទៅហ្នឹងដាក់ចុះដើម្បីយើងរកកន្លែងណាដែលវាមានផែដែលគេធ្វើឲ្យយើងអាចទាញទូកនឹងទម្លាក់ចូលក្នុងទឹកដើម្បីបើកបរបានហើយនេះគឺជាផែដែលយើងទម្លាក់ទូករបស់យើងហ្នឹងចូលទៅក្នុងទឹកដើម្បីស្ទូចត្រីទីបំផុតទូករបស់យើងក៏បានចូលមកដល់ទឹកហើយយើងធ្វើដំណើរនៅតាមដងស្ទឹងហ្នឹងកន្លែងហ្នឹងដូចជាមិនមែនស្ទឹងទេដូចជាដៃសមុទ្រតាមខ្ញុំចាំបានណាហើយយើងរកកន្លែងណាដែលវាស្ងប់ស្ងាត់ហើយស្អាតដែលយើងអាចដាក់ស្ទូចចូលស្ទូចត្រីបានណាអញ្ចឹងនៅតាមដងទឹកហ្នឹងគឺខ្យល់បក់ល្វិចប៉ុន្តែក៏ក្តៅដូចគ្នាដែរគ្រាន់ព្រោះពេលដែលទៅហ្នឹងគឺប្រហែលជាម៉ោង8 9ឬមួយក៏10ហើយនៅតាមដងស្ទឹងហ្នឹងក៏មានផ្ទះមានភូមិគេយើងអាចមើលឃើញដែរហើយគេរស់នៅទីនោះគឺ fresh មែនតើដោយសារតែផ្ទះខ្លះទៅអាចមើលឃើញទិដ្ឋភាពដៃសមុទ្រអញ្ចឹងណាហើយយើងក៏បន្តធ្វើដំណើររហូតដល់យើងរកកន្លែងសមស្របដែលយើងអាចដាក់ស្ទូចចុះបានហើយនេះគឺយើងចាប់ផ្ដើមស្ទូចត្រីហើយការស្ទូចត្រីនេះត្រូវការភាពអត់ធ្មត់មែនតើតមុំតែស្ទូចបានចឹងខ្ញុំចង់អ្នកនរគ្នាទាយមើលថាតើខ្ញុំស្ទូចត្រីបានអត់តោះ1 2 3បានតាបានពេលនោះដូចជា3ត្រីប៉ុន្តែអាសាតែត្រីទាំងអស់ហ្នឹងវាទូចទំហំទូចពេកក៏យើងសម្រេចចិត្តថាយើងលែងវាចូលទៅវិញទៅហើយទៅផ្ទះដោយដៃទទេពេលធ្វើដល់ផ្ទះខ្ញុំបានជិះកង់តទៅមើល sunset នៅមាត់សមុទ្រពេលទៅដល់ឃើញ sunset ចង់ត្រូវទៅស្កប់ដើម្បីទស្សនាមើលដែរទៅនោះមិនមែនមានតែយើងទេមានអ្នកផ្សេងក៏ឈរមើល sunset ក៏មើលអីដូចយើងដែរហើយបន្ទាប់មកខ្ញុំក៏បានជិះកង់មកផ្ទះវិញដើម្បីមើលរឿងក្រោយញ៉ាំអាហារហើយពេលដែលមើលរឿងនឹងចប់មួយរឿងខ្ញុំក៏ចូលគេងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត